សួស្តីអ្នកទាំងអស់គ្នាតោះចូលទៅកាន់ភាសាទាំងអស់គ្នានេះជាវីដេអូបង្ហាញពីការប្រើប្រាស់កម្មវិធីពេញអានលើចូលមកដល់កម្មវិធីដំបូងឡើយវាជាបន្ទាប់មកយើងចុចសញ្ញាបូកខាងក្រោមបោះស្វ័យហើយយើងវាមានvideo template តែសារខ្ញុំប្រើជាប្រភេទ Pro ដែលយើងទិញអញ្ចឹងតោះយើងចូលការ testing edit លើរូបភាពផលិតផលឧទាហរណ៍រូបភាពនេះម៉ែតយើងចង់ remove background វាដល់ពេលដែលយើងទិញបង់ថ្លៃសេវាប្រភេទ Pro យើងមាននេះremove background យើងចុច remove background ទៅពេលហ្នឹងកម្មវិធីវានឹង generate ផ្ដាច់ background ឲ្យយើងឃើញអត់វាផ្ដាច់បានស្អាតតោះឥឡូវយើងចាប់តាមបដូរ background ទៅវិញ background មានច្រើនមានbackground នេះយើងអាចរើសពីរូបភាពមកឬក៏ background AI អានេះចុច AI យើងចង់បានជារបៀបម៉េច concrete ឈើខ្ញុំឆ្លាញ់ បែប concrete ហ្នឹងខ្ញុំមើល template concrete ពេលហ្នឹង AI វានឹង generate ឲ្យយើងនេះទីមួយស្អាតជាងអាច download ឬក៏យើងចុចយក edit មកក៏បានដែរឃើញអត់ពេលយើងបាន background ថ្មីមួយទៀតអូខេឥឡូវយើង edit ហើយយើងអាចចុចយក tick ទៅបន្ទាប់មករូបភាពយើង edit នេះវាអត់សូវច្បាស់ហើយអញ្ចឹង page app វាមានមុខងារមួយទៀតហៅថា enhance វាធ្វើឲ្យនេះ AI enhance នេះតើយើងបងលុយបានយើងអាចប្រើមុខងារហ្នឹងបានហ្នឹងវាជួយបង្កើនគុណភាពរូបយើងឲ្យកាន់តែច្បាស់ជាមួយខ្ញុំចុចលើ AI enhance ចាំបន្តិចនេះឥឡូវកម្មវិធីវាបានពង្រីកលក្ខណៈធ្វើឲ្យរូបភាពយើងកាន់តែច្បាស់ជាងមុនអញ្ចឹងណានេះឃើញអត់ before after វាមាន noise ច្រើនហ្នឹងណាដល់ពេល after វាធ្វើឲ្យរូបភាពយើងកាន់តែច្បាស់ជាមួយខ្ញុំ zoom ឃើញអត់ឃើញយើង clean ជាងមុនណានេះមើលកន្លែងយកទូរស័ព្ទហ្នឹងវាធ្វើឲ្យរូបភាពយើងច្បាស់ជាងមុនតោះអូខេអញ្ចឹងខ្ញុំ tick ពេលហ្នឹងយើងនឹងបានរូបភាពថ្មីដែលយើង edit ហើយតើមកយើង share វាទៅអូខេតើមកអានេះយើងអាច share ទៅ Facebook ឬក៏ Instagram អីចឹងនេះខ្ញុំគាត់ទៅប្រាប់ព្រោះធោះបន្តិចទៀតខ្ញុំនឹងមានវីដេអូដើម្បីបង្ហាញពីរបៀបដែលកែរូបភាពនិងកាត់រូបភាពឲ្យកាន់តែប្រសើរ
តាមអ្វីដែលបងប្អូនចង់បាននេះគ្រាន់តែបង្ហាញពីសមត្ថភាពពិសេសធំដែលយើងទិញversion Pro ទៅវាមានមុខងារនឹងឲ្យអញ្ចឹងណាតែយើង save ទៅអាច save ជា JPEG JPG ឬ PNG អញ្ចឹងខ្ញុំផ្ញើជា JPG ទំហំវាធំហើយអានេះពេលយើង enhance វាទៅវាឡើង scale ដល់ 4000 ជាងអញ្ចឹងអូខេហើយ size វានឹង size file វា 3 មេអញ្ចឹងចុច save អូខេយើងបានរូបភាពច្បាស់មួយអានេះឧទាហរណ៍បងប្អូនចង់អត់ឆ្លាញ់ background ហ្នឹង remove background ភាសាទៀតគឺអាច remove បានដែរឃើញអត់ remove បាត់ទៀតចង់បាន background ថ្មីអាមកខ្ញុំយករូបភាពដែល AI recommend ឲ្យឥឡូវខ្ញុំផ្លាស់ប្ដូរយើងសរសេរ script វិញឲ្យ AI ជួយរើយើងវិញអញ្ចឹងតោះយើង script detail យើងមកយើងចុចផ្នែកខាងលើនេះ describe យក ideal background ហ្នឹងមកយើងចុចដាក់ឧបសគ្គ Angkor Wat មក Angkor Wat sunsetអត់ស្គាល់ដកជាប់គ្នាវិញsunrise generate Angkor Wat ចេញភាសាមកក៏មិនបានរូប Angkor Wat មកចេញជារូបថ្មឲ្យវិញយើងដាក់ Angkor Wat Templeនេះចេញរូប background ប្រាសាទស្គាល់ចេញទៅថ្មអូខេតោះ save មួយទៀតណាយ៉ាងនេះយើង save ក៏បានយើងចង់ edit វាយករូបនេះយកមក edit ថែមចុច edit ទៅចង់ show similar ទៅរូបអញ្ចឹងយើងចុច similar ទៅវា load ឲ្យរូប background ប្រាសាទទៅវាមានយើងចង់ថែមហើយវា generate more ទៀតណាវា load more ទៀតអមកយើងរូបពេញចិត្តអត់តាន់បានយើងចុច generate more ទៅវា load ឲ្យវាចាប់ទៅថ្មនេះស្អាតទៅអូខេមានតែប៉ុណ្្នឹងចាំមើលនឹងបង្ហាញមុខងារផ្សេងទៀតរបស់កម្មវិធី PixArt នេះគាត់ review មុខងារមួយចំនួនដែលសំខាន់របស់វាមានដូចជា AI អញ្ចឹងអរគុណច្រើន